សួស្តីប្រិមិត្ត My TV ជាទីរាប់អានស្វាគមន៍មកកាន់កម្មវិធីល្បែងចរិតជញ្ជាំងកណ្ដាប់ដៃមហិមាពិធីករក្នុងរាត្រីនេះរៀបចំផ្ទះសម្បែងរួចរាល់ហើយហើយទៅដល់ម៉ោងមកកម្រើអារម្មណ៍ប្រិមិត្តរដ្ឋានិង NB cònទៀតទេជំនាញខ្លាំងពេកបាទឲ្យតែលឺភ្លេងចេះតែចង់រំមិនដឹងញ័រហ្មងអត់ទេមិនញ័រទេគឺតែសៃបាទចេះតែរត់វាចង់តែទីនដៃទីនជើងបាទកុំច្រឡំថាប្រគិវទាញមែនទេណាបាទអត់ទេយកមកវិសល់ចំហាយពីយប់តាមខ្ញុំដឹងអត់មានមកតាទេយមិញពីព្រោះថាទុកកម្លាំងមកជួបបងប្អូននៅក្នុងកម្មវិធីល្បែងជ្រែកជញ្ជាំងកណ្ដាប់ដៃមហិមាចានេះខ្ញុំទំរដ្ឋាខ្ញុំបាទ NB អនុញ្ញាតលោកមនកាយគោរពនឹងជម្រាបសួរប្រិមត្តទូរទស្សនិកជនជាទីមេត្រីក៏ដូចជាសួស្តីទៅកាន់ប្រិមត្តកម្មវិធីល្បែងជ្រែកជញ្ជាំងជាទីគោរពនិងជាទីរាប់អានហើយនឹងជាទីស្នេហាពេញក្រៅបេះដូងព្រមានប្រតាំងថ្លើមបំបត្តិផងដែរបាទបងមកជួបគ្នាតាមពេលវេលារបស់សន្យានៅក្នុងកម្មវិធីល្បែងជ្រែកជញ្ជាំងដែលលោកអ្នកនឹងបានផ្ទុះសម្លេងសាយកាក្អៃដែលមិនដឹងខ្លួនពីការធ្លាក់ទឹកយ៉ាងប៉ិនប្រសពហ្នឹងគឺជាបាទបេក្ខជនទាំងពីរបង្គោលតំណាងខៀវនិងក្រហមដែលបានដាក់ពាក្យឡើងមកប្រកួតនៅក្នុងកម្មវិធីល្បែងជ្រែកជញ្ជាំងកណ្ដាប់ដៃមហិមារបស់យើងមិនយើងពីរនាក់ឯងបាទមិនមែនទេគឺបងដែរបាទមានสนมពោជាច្រើនពីបងប្អូនក៏ដូចជាបាទបេក្ខជនដែលតែងតែចំណាំចូលរួមលេងនៅក្នុងកម្មវិធីល្បែងជ្រែកជញ្ជាំងสนมពោថាគួរតែដល់វេនពិធីករពិធីការនីធ្លាក់ម្ដងហើយតែពិធីករពិធីការនីអត់ទេពួកស្អីគេបាក់របស់ស្រួលបាទមានអីស្រួលបាទស្រួលបាទឲ្យធ្លាក់ទឹកនឹងស្រួលមកស្រួលតិចអបាទចុះកញ្ញារដ្ឋាឲ្យសើមនឹងស្រួលមកអត់ទេអត់ស្រួលទេមិនបានអត់បាទពួកខ្ញុំអត់ចូលចិត្តអូចូលចិត្តអត់ចូលចិត្តខ្ញុំអត់ចូលចិត្តទេខុសគ្នាដែរពីព្រោះតែខ្ញុំពេលខ្លះខ្ញុំនិយាយទៅចំណង់ចំណុចចិត្តខ្ញុំពេលតំណេចូលចិត្តហែទឹកអូចុះបើរៀងអត់ស្អាតអរគុណណាស់ដូចជាប្រើសម្ដីការពិតច្រើនពេកហើយនៅក្នុងកម្មវិធីចង់នឹងថាតើនៅក្នុងសប្តាហ៍នេះតើបង្គោលខៀវឬក៏ខមអ្នកណាដែលធ្លាក់ទឹកបានច្រើនជាងគេណែនាំជូនដំបងគឺក្រុមពណ៌ខៀវអូនសន្យាឲ្យបងចាំពី3ឆ្នាំផ្លាយមិនព្រមរៀបការអូនមិនពីសន្យារៀបចំកាលណារៀបការជាមួយបងកាលឌីប្លូមបងខំអស្រាប់តែបន្តថាចាំបាំងអងត្រង់បាត់តិចទេប្របងអូនមានបំណងឲ្យបងជួបមកដោយសារខិតខំរៀនណារៀនតតែចាំងឬអ្វីចេះក៏បីអត់ចាអូងប់ហើយបើបានប្រពន្ធកាញ់សាយាបងមិនហ៊ានរៀបការបើហ៊ានយ៉ាងណាធ្វើអ្វីជុំទៅអូនជុំសិក្សាបងសច្ចាថាចិញ្ចឹមអូនស្រីអូនមិនចង់ធ្វើបបដីបងមកតែអីចាំស្រីជាប់ដុកទ័រសិនបាទអនុញ្ញាតសូមស្វាគមន៍បង្ហាញទីកន្លែងបាទទីដែរមើលបាទបាទខ្ញុំមកទីមកបាទគិតទៅយើងពិតជាមាននិស័យជាមួយគ្នាមែនលោក ND បាទជួបគ្នាទៀតហើយបាទជួបគ្នាទៀតហើយបាទគិតទាំងលើកនេះដូចជា2លាន20ដងណាអូមិនមែនទេបាទតែ3ដងឯងលោក NB ចេះតែកុហកចេះតែនិយាយព្រលេងបាទ3ដងហើយណាលើកនេះ2ដងដំបូងឈ្នះឬចាញ់បាទចាញ់មានរដ្ឋាដឹងមិនទាន់ឆ្លើយព្រោះមុនរដ្ឋាសួរហើយអីចានិយាយថាទៅព្រោះពីច្រើនអ្នកដែលមក2 3ដងច្រើន2ដងនឹងចាញ់ហើយ3ដងនឹងចាញ់ទៀតអបាទលោកនេះវិញបាទបាទឈ្នះឬចាញ់បាទគឺចាញ់ទាំង2ដងបាទលើកទី3គឺឈ្នះអត់ទេឈ្នះអូអត់ទេកុំឲ្យស្នូខ្ញុំមុនអញ្ចឹងបាទអរគុណសម្រាប់កញ្ញាសមណាវិញលើកទីប្រហែលហើយលើកទី1ឬលើកដំបូងបាទលើកទី1លើកដំបូងដូចគ្នាបាទនិយាយលេងតើទេបាទនេះជាលើកទី1ហើយណាចាជាលើកទី1សម្រាប់នាងខ្ញុំហើយមានឥឡូវមានអារម្មណ៍ថាភ័យខ្លានេះបាទភ័យដល់តុកកន្លែងហ្នឹងហ្មងមិនបានចេះដល់តុកកន្លែងហ្នឹងខ្ញុំចង់ដឹងដែរបាទបេះដូងហ្នឹងអូបេះដូងលូតអត់មានបេះដូងអាចស្លាប់
ខ្ញុំពិតជាចង់ដឹងមែនទេនៅពេលដែលកញ្ញាសុំម៉ាណាបាទដែលជាតារាសម្ដែងបាទមុខដូចកូនកាត់ម្នាក់នេះបាទនៅពេលដែលភ័យបេះដូងលូតញាប់ដល់កម្រិតណាសុំស្ដាប់ទីមើលបាទខ្ញុំចង់ដឹងទេកូនគេនៅកំមុំគេអៀនណាអូខេសុំទោសខ្ញុំច្រឡំចង់ស្ដាប់សំឡេងបេះដូងកាប៉ិតធ្វើដូចរឿងចិនអញ្ចឹងបាទគឺត្រូវស្ទង់ជីបចរអូបាទដូងកញ្ញាសុំម៉ាណាគឺលូតញាប់បាទ280លានដងក្នុង1នាទីបាទណា ទៀតកន្លែងមួយទៀត កន្លែងណាបាទ ធម្មតាយើងរកបេះដូងគេទៅគេមិនពិនិត្យស្អីគេនោះដាក់កន្លែងបេះដូងឥឡូវហ៊ានអត់ហ៊ានអត់ មានឧបករណ៍ បាទកញ្ញាសុំម៉ាណាធ្លាប់បានធ្វើសញ្ញាកម្មវិធីល្បែងជ្រែកចិញ្ចឹមកណ្ដាប់ដៃមហិមា ចា ជឿជាក់ថាការឡើងមកប្រកួតនៅក្នុងសប្តាហ៍នេះដែលបានចាប់ដៃគូជាមួយនឹងមេក្រុមគឺលោកអេនឌីជឿជាក់ថាឈ្នះទេបាទ សួរចឹងខ្ញុំមានបបផ្សោតខ្លាំងគឺ ចាសម្រាប់នេះខ្ញុំអត់ដឹងថាត្រូវមានសង្ឃឹមអីពីព្រោះជាលើកទី1តែមានអារម្មណ៍ថាភ័យខ្លាចជាងគេគឺខ្លាចធ្លាក់ទឹក បាទ ចាហាលទឹកអត់ អត់ មែន អត់ចេះទេអូកុំភ័យយើងមានអ្នកប៉ិនប្រសព ចា ដែលជួយស្រោចស្រង់បាទពូកែហាលទឹកបំផុតគឺយើងបានប្រឡែងកពើមកគូក្នុងហ្នឹងហើយស្រេច ធ្លាក់ទៅជីលើកពើហ្មង បាទពូកែហាលទឹកណាស់បាទហាលឈ្នះទេ អូនចឹងសំណាងល្អដែលបានកពើហាយទឹកជាមួយ បាទហើយកពើហ្នឹងសូមជម្រាបមិនមែនកពើតូចនាំឲ្យពិបាកជីទេកពើហ្នឹងគឺកពើធំទៀតបាទ យកតាខ្ញុំដឹងកពើហ្នឹងទៅមកធំឥឡូវហ្នឹង បាទកពើធំបាទត្រឹមត្រូវកពើ គឺទៅយកមកបាទកពើទូចមុនយកទៅម្សាអញ្ចឹងយកធំមកម្សាទៀតអញ្ចឹងណាព្រោះដល់លេងវាធំដែរអញ្ចឹងទប់ទល់ឈ្នះ យើងបាទផ្លេចសភាពនារីនៅខាងចុងមួយរូបទៀតបាទជានារីដ៏ស្អាតសោភាខ្ញុំ តារាបង្ហាញម៉ូដទេណាឥឡូវ បាទគឺកញ្ញាសូដានីតា ចា បាទអរគុណកិត្តិយសណាស់នេះជាលើកទី1ឲ្យបានជួបគ្នាអានេះយើងបានថាក៏ជារៀមច្បងសិល្បៈដែរខ្ញុំគួរតែហៅថារៀមច្បងសូមគោរពអរគុណរៀមច្បងឥឡូវនេះបានជួបនឹងសិស្សប្អូននៅក្នុងកម្មវិធីហើយប៉ុន្តែមិនមែនមកប្រកួតជាមួយនឹងសិស្សប្អូនខ្ញុំនេះទេបាទ ចា គឺត្រូវឡើងមកប្រកួតជាមួយនឹងចិញ្ចាំងរបស់យើង ចា ជឿជាក់លើសមត្ថភាពខ្លួនឯងអាចពុតពេនអេនអនរុករៀងត្រូវនឹងចិញ្ចាំងដើម្បីឆ្រេកឲ្យផុតបានទេ គឺជឿជាក់50ប៉ុន្តែគេថាមេក្រូរបស់នាងខ្ញុំនេះគឺមក2ដងចាញ់មក2ដងអញ្ចឹងខ្ញុំអត់ជឿជាក់លើមេក្រូទេខ្ញុំជឿជាក់លើខ្លួនឯងនឹងម៉ាណាចុះព្រោះថាយើងលើកទី1ដូចគ្នា ឥឡូវនេះបង្គោលខៀវដែលជាអ្នកក្លាហានទី1បានបញ្ចេញមុខនិងបានបង្ហាញអំពីសមត្ថភាពរបស់ខ្លួនខ្លះៗហើយមិនដឹងថាតើមួយបង្គោលទៀតភ័យដល់កម្រិតណាឬក៏ខ្លាំងជាងបង្គោលខៀវនោះទេសូមណែនាំជូនបង្គោលក្រហម រំតនភ្លឺមករកតែខ្ញុំឈឺបើឈឺមិនងាយជាពេលតែខ្ញុំបានរងសប្បាយមែនហើយសែនសប្បាយអត់ចាពីតាចង់តែរងរំមិនចាយទេហេអ្នកណាគាត់ រំមិនចាយទេ រំទៅ ចង់តែរំតើភ្លឺមិនរំគឺខ្ញុំឈឺបើឈឺមិនងាយជាចាសូមជើញមកកាន់ទីតាំងចាសួរអញសេយោអូកូរ៉េ ជារ៉ាបង បាទជាស្រ័យខ្ញុំសានតែកូរ៉េមិញ ចាអត់ទេខាងចុងក៏អញ្ចឹងដែរនៅភ្នែក មិនដឹងថាតើគីឡូនៅក្នុងសប្តាហ៍នេះសិល្បករឬក៏សិស្សនិស្សិតរបស់យើងទេដែលនឹងខ្លាចទៅជាម្ចាស់ខ្សែក្រវ៉ាត់ស្មើនឹងទឹកប្រាក់ 60,000 រៀលដែលអាចយកចេញពីកម្មវិធីទៅបានយ៉ាងរំភើយនោះ ចា បន្តិចទៀតលោកអ្នកនឹងបានដឹងឥឡូវនេះមានសំណួរមួយចង់សួរទៅកាន់បង្គោលក្រហមទាំង3នាក់ធ្លាប់ទស្សនាហើយកម្មវិធីល្បែងជ្រែកចិញ្ចាំងកណ្ដាប់ដៃមហិមា ធ្លាប់ណាបង បាទដែលគិតទេថាខ្លួននឹងអាចឡើងមកឈរនៅតំបន់ play area របស់យើងទីតាំងរបស់យើងដើម្បីធ្វើរូបរាងឲ្យត្រូវនឹងចិញ្ចាំងជ្រែកឲ្យផុត ធ្លាប់គិតដែរបង បាទឥឡូវបានមកដល់ហើយជឿជាក់ថាយើងអាចធ្វើបានល្អទេស ង្ឃឹម50%បង 50%ចុះសិឡែនវិញ
50%ដូចគ្នាបង សេរ៉ត ដូចគ្នាប អូ ង ចឹង150អីចឹង150%អីចា ងាកមកចូលនៅក្នុងកម្មវិធីរបស់យើងតែម្ដង ចា រកគ្រប់វិញ្ញាសាបេក្ខជនទាំងអស់គ្រាន់តែឡើងឈរទៅកាន់ទីតាំងរបស់យើង ចា ឆ្រែកឲ្យផុតជញ្ជាំងរបស់យើងដោយធ្វើឲ្យទៅតាមរូបរាងដែលបានឆ្លាក់លើជញ្ជាំងឆ្រែកឲ្យផុតមិនបាក់បែកស្នោមិនធ្លាក់ទឹកនិងទទួលបានពិន្ទុពេញ ចាប៉ុន្តែបើសិនជាបាក់បែកស្នោឬក៏ធ្លាក់ទឹកនឹងទទួលបានពិន្ទុ0 នៅក្នុងវិញ្ញាសាវគ្គទី1នេះនឹងផ្ដល់10ពិន្ទុជូនទៅកាន់ក្រុមទាំងពីរបើសិនជាឆ្លងកាត់ផុតបានល្អនៅក្នុងវិញ្ញាសាដែលមានឈ្មោះថាជញ្ជាំងប្រាជ្ញា ចាគឺនៅក្នុងវគ្គនេះជញ្ជាំងប្រាជ្ញាដែលតម្រូវឲ្យទាំងពីរក្រុមមួយក្រុមឡើងទៅកាន់ទីតាំងរបស់យើង បាទ សម្លឹងទៅលើជញ្ជាំងមានសំណួរមួយនិងចម្លើយពីរ បាទ ចម្លើយមួយត្រូវចម្លើយមួយខុសបើសិនជាអ្នកទាំង3ស្រឡាញ់ចម្លើយមួយណាឈរដំណងជួរគ្នាជ្រើសរើសនៅមុខចម្លើយនោះបើសិនជាចម្លើយនឹងត្រូវនឹងមិនបុកទម្លាក់ទឹកទេតែបើឆ្លើយខុសនឹងបុកទម្លាក់ទឹក ខៀវឬក្រហមបងប្អូនរបស់គ្នាទុកចិត្តឲ្យទៅលេងមុនបាន លោកខៀវទៀតដៃមួយទៀតហើយខ្ញុំមុនគេរហូតបាទ អាចនិយាយបើសិនពីអាយុគឺយើងអាចជារៀមច្បងបង្គោលក្រហម បាទ បត់ពិសោធន៍យើងមានច្រើនជាង បាទ កំពុងពេញខ្លាំងហើយបាទបត់ពិសោធន៍ បទ ច្រើន ពិសោធន៍ ចាញ់ក៏ច្រើនជាង បាទបើនិយាយទៅបត់ពិសោធន៍ហ្នឹងមិនមែនពេញខ្លាំងធម្មតាទេគឺយិនសិនហើយបាទ ភី ត្រៀមហើយបាទ បាទត្រៀម សូមទៅកាន់ទីតាំងសូមបង្ហាញជញ្ជាំងនៅរដូវវស្សាបឹងទន្លេសាបទឹកហូរចេញឬក៏ចូល ខៀវធ្លាក់ទឹកខៀវធ្លាក់ទឹកខៀវធ្លាក់ទឹក ស្វាគមន៍ដំបងក្រុមពណ៌ខៀវ ND Mana និង Sodanita អាយ៉ាសិតតែជាអ្នកសិល្បៈជើងចាស់ហើយតើ ចាំមើលឥឡូវនេះប៉ាសំណួរនៅរដូវវស្សាបឹងទន្លេសាបទឹកហូរចេញឬក៏ចូលចម្លើយដែលត្រឹមត្រូវគឺមិនតន់ថាអីផងគាត់ជ្រើសរើសយកចេញទៅហើយ គឺធ្លាក់ទឹកអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចូលទេនៅរដូវវស្សាគឺទឹកហូរចូលណាអូយបងភាតាមពិតចូលដូចគ្នាតាបងមិនក៏ភឹមឯថាចូលបងឯងឃើញទេធ្លាក់ទឹកលើប្រងអានេះឯងចូលទឹកមែនរបស់គេត្រូវរបស់គេមែនណា ចានៅក្នុងវគ្គនេះទទួលការឧបត្ថម្ភពី Yos ជំរើសពិតពីធម្មជាតិ រដូវវស្សា ចូលចិត្តទឹក ទន្លេសាបទឹកហូរចេញហ៎ ទៅមិនចឹង មែនទេធម្មតាតែភ្លៀងហើយទឹកវាហូរចូលហើយតែដល់ពេលស្ដាប់ពួកគាត់ទៅហើយណាមួយឡើងភ័យព្រោះ ហើយលឿន ឃើ ពេ ញ ក ជាងមកដល់ពេលភ័យមែនតើ គេថាចូលទៅដែរ ការប៉ັດទៅ ក៏មិនអត់ទេពួកខ្ញុំក្តៅពេកចង់លេងទឹក ទៀត ទៅដែរដែរ មែនទេគិតថារៀមច្បងបើយើងឈ្នះទៅវាដូចជាអយុធធម៌អញ្ចឹងផ្ដល់ តសិនណា ភាពឲ្យបងប្អូន ព្រោះថាខ្ញុំជាមួយម៉ាណាហ្នឹងអត់ចេះហែលទឹកឯងចង់ភ្លក់រសជាតិទឹក បាទហើយជាផ្លែកអាចដែរពីព្រោះថាបេក្ខជនដែលចូលលេងកម្មវិធីរបស់យើងពេលខ្លះទៅចង់និយាយថាសំទោសជាអ្នកដែលមានបទពិសោធន៍ក្រែលក៏ដោយ ចា បាទខ្លាំងមិនក៏ដោយដល់ពេលឃើញអាងយើងឃើញទឹកច្រើននេះចង់សាកដែរ ចា បាទអញ្ចឹងប្រហែលជាប្លែកដោយយល់ថាកញ្ញាទឹមរដ្ឋាស្និទ្ធស្នាល អូ ជាមួយក្រុមខៀវច្រើនជាងអញ្ចឹងគួរតែដាក់បន្ទុកទៅបាទកុំឲ្យថាខ្ញុំសាច់មិនឆ្ងាយបន្តិចបាទសិល្បៈដូចគ្នាប៉ុន្តែខ្ញុំមិនឆ្ងាយជាងបន្តិចអញ្ចឹងតែយើងចិត្តគ្នាស្រាប់ មុនណាទោះបីគ្នាយើងប៉ុណ្ណាក៏ដោយការជាក់ស្ដែងឃើញតភ្នែកទាំងអស់គ្នាមិនតែខ្ញុំម្នាក់ឯណា NB ក៏ដោយមិនឃើញដែរចាឥឡូវសុំជូនសតបន្ទឺសុំទោសបងណាយចាខ្ញុំសូមអរគុណដែលខ្ញុំទទួលបានសូមបន្ទូនាំគ្នាផ្ទះដៃឡើងប្រាវចាអរគុណច្រើន ខៀវការកោះឆាយចិញ្ចាំងដំបងគឺបាន0ចុះក្រហមវិញជឿចិត្តថាយក10បន្ទុកបានអត់បាទ ខឹម50%បង ឥឡូវត្រៀមហើយ បាទបង សូមទៅកាន់ទីតាំងបាទ សូម
Bong hang chun chiang សំណួរសួរថាខ្យល់អាចធ្វើឲ្យភ្លើងឆេះនិងរលត់បានខុសឬក៏ត្រូវ ហមលាក់តាន ឥឡូវនេះដល់ក្រុមពណ៌ក្រហម ចាំកាលទៀតចូលទីតាំងភ្លាមអាយ៉ាពភាសានេះចង់កន្លះម៉ោងតម្រាំជ្រើសរើសចម្លើយបានជ្រើសរើសចម្លើយខុស តាមបំណងប្រាថ្នារបស់អ្នកទាំង3ចូលទឹកទាំងអស់គ្នាទៅអូយបងតាមបទពិសោធន៍ភឹមធ្លាប់ឆេះទេហ៎រឿងចឹកក៏យកមកប្រាប់គេដែរនេះតាមពិតតែខ្យល់នៅពេលដែលត្រូវភ្លើងត្រូវអីហិតតែឆាប់ឆេះបងនៅពេលដែលគេជ្រើសរើសចម្លើយខុសចឹងទៅអាចមានតែឆ្អីទៀតនាំគ្នាចុះទឹកយកទឹកអាំងយើងប្រឡប់ទៅ ចម្លើយយកចំចម្លើយខុសពិតជាខុសមែនធ្លាក់ទឹកបន្ទុកក៏បានដូចខៀវ0បន្ទុកបាន សូមអរគុណលោកអេនឌីបាទហើយទូបានត្រឹមត្រូវនិងសុក្រិតបំផុតបាទ យេបាទ អរដូចគេនិយាយចឹងដោយ Andy គាត់និយាយចឹងគាត់ថាគាត់សិស្សប្អូនគាត់មានជីវធម៌គាត់ចង់សិស្សបងចា ដូចនៅពេលដែលដូចថាលើដូចថារៀមច្បងពេលឃើញសិស្សប្អូនអញ្ចឹងពេលខ្លះមិនប្រកាន់ថាប្អូនត្រូវតែហៅបងមុននេះណាពេលខ្លះរៀមច្បងគឺតែងតែផ្ដោតសុជីវធម៌ប្អូនចង់បរៀនប្អូនឲ្យយល់ថាពេលណាត្រូវហៅមិនអញ្ចឹងណាឃើញប្អូនជំរាបសួរអញ្ចឹងប្អូនត្រូវមានសុជីវធម៌វិញបាទបងជំរាបសួរអញ្ចឹងណាដើម្បីការ ចាអញ្ចឹងអរគុណចឹងបានន័យថាមិញហ្នឹងបងជំរាបសួរមុនបងឯងតតាមក្រោយមែនទេ អញ្ចឹងដល់ពេលឃើញខៀវធ្លាក់ទឹកទៅក៏ក៏ធ្លាក់ទឹកដែរបាទ thì có trong lệ tắc đẻ trong hả ចង់ đo mày trên sang ở đây thì có lệ tắc các bạn đã đo mày trên sân ខ្ញុំគិតថាចាំចប់កម្មវិធីសិនបាទព្រមទូរទស្សនិកជនដែលកំពុងតាមដានទស្សនាជាតិនៅកែតានជាទីមេត្រីពីកម្មវិធីសូមអនុញ្ញាតសម្រាប់មួយផ្លេសិនជួបគ្នានៅវគ្គក្រោយជាបន្តបាទ